ជម្រាបសួរប្រិមិត្តក៏ដូចជាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយដែលថ្ងៃនេះយើងនឹងធ្វើបង្ហាញតាក់ទងជាមួយនឹងរបៀបនៃការធ្វើUSB boot សម្រាប់តម្លើង Windows កាលវីដេអូមុនគឺយើងបានធ្វើបង្ហាញតាក់ទងជាមួយនឹងធ្វើ USB boot ដូចគ្នាប៉ុន្តែតាមរយៈកម្មវិធីមួយឈ្មោះថា Rootfast តែថ្ងៃនេះខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹង WinToys ភាពខុសគ្នារវាង Rootfast ជាមួយនឹង WinToys ការពិតទៅវាគឺជាកម្មវិធីក្នុងការបង្កើត USB boot flash ដូចគ្នាក៏ប៉ុន្តែ Rootfast គឺអាចប្រើបានតែមួយ operating system ឬក៏ហៅថាមួយ Windows ទេ single operation system ឬក៏ single window ចំណែកឯ WinToys គឺយើងអាចធ្វើបានច្រើនលើសពី2ទៅតាក់ទងជាមួយនឹង Windows ឬក៏ operation system ឬក៏ហៅថា multiple operating system ឬក៏ multiple window boot អញ្ចឹងបើលោកអ្នកចង់ចូលទៅ download តាក់ទងនឹង WinToys គឺយើងអាចចូលតាម website ដូចខាងលើនេះ www.wintoys.net បន្ទាប់មកយើងចុចទៅលើ scroll ចុះក្រោមមកយើងចុចទៅលើកន្លែងនេះត្រង់កន្លែងនេះ wintoys.com នោះដើម្បី download កម្មវិធី WinToys អញ្ចឹងដោយសារតែខ្ញុំបាន download WinToys រួចទៅហើយអញ្ចឹងខ្ញុំសូមអញ្ចឹងចង់បញ្ជាក់ថាមុនពេលដែលយើងធ្វើ USB boot ទី1អ្នកទាំងអស់គ្នាត្រូវមាន USB flash មួយដែលមានទំហំតិចបំផុតគឺ 8 GB ហើយដោតភ្ជាប់ជាមួយនឹង computer ធ្វើការបើកបង្ហាញចឹងនៅក្នុងនេះយើងមានជាឧទាហរណ៍ដូចជា Windows 10 និង Windows 11 ខ្ញុំនឹងធ្វើ WinToys ហ្នឹងជ្រើសរើស Windows 2 គឺ Windows 10 និង Windows 11 ចូលទៅក្នុង WinToys តែមួយនៅក្នុងកម្មវិធី boot អូខេឥឡូវយើងចាប់ដើមដំឡើងតាក់ទងជាមួយ WinToys អូខេWinToys នេះដោយសារតែវាជា file zip ចឹងខ្ញុំត្រូវបើកជាមួយនឹង WinZip អូខេពេលយើងបើក WinZip ហើយយើង double click បន្តទៀតទៅយើងមើលឃើញថា file exe គឺត្រង់ថាកន្លែងនេះយើង WinToys to disk ចឹងយើង double click ទៅតមកយើងចុច yes ចឹងនៅពេលនោះផ្ទាំង pop up នឹង load មកហើយវាបង្ហាញឬក៏វាអាចថាចាប់ detect បានតាក់ទងនឹង USB អញ្ចឹងនេះជា USB ដែលខ្ញុំបានដោតហ្នឹងគឺវាមាន 32G អញ្ចឹងងាយទេយើងអាចចុចបន្ទាប់គឺត្រង់ថា install ចាប់ដើម install អូខេជាធម្មតាគឺ system នឹងសួរយើងថាវានឹងត្រូវ format ហើយបើសិនជា format data ទាំងអស់នឹងបាត់បង់នៅក្នុង USB ហ្នឹងអញ្ចឹងអូខេខ្ញុំចុច yes អូខេយើង click yes ទៀតអានេះគ្រាន់តែជា double check ទេអូខេអញ្ចឹងយើងចាប់ដើមឃើញ status ចាប់ដើមប្រែប្រួលគឺ WinToys ចាប់ដើមដំណើរការ format USB ហើយជាមួយនឹង convert ទៅជាប្រភេទ USB boot អញ្ចឹងសូមរងចាំរហូតដល់ការ convert វាចប់ 100% អូខេឥឡូវយើង success ហើយ WinToys ទៅបានតឡើងទៅលើ USB flash ហើយ device ហើយយើង click OK បន្តមកយើងអាចបិទវាហើយខ្ញុំបិទផ្ទាំងខ្ញុំបិទផ្ទាំងនេះទៅបន្ទាប់មកអ្នកទាំងអស់គ្នាពេលដែលយើង click ទៅលើ disk computer អ្នកទាំងអស់គ្នានឹងឃើញ flash បានបំលែងហើយវាឲ្យឈ្មោះនៅក្នុង label drive នឹងឈ្មោះថា WinToys អញ្ចឹងអ្វីដែលយើងអាចធ្វើបានយើង copy file Windows ចូលទៅក្នុងហ្នឹងឥឡូវខ្ញុំចូលឥឡូវសិនខ្ញុំបាន download ហើយអូខេខ្ញុំ click back ទៅវិញនេះគឺ file Windows អញ្ចឹងវាវិធីងាយមែនតើយើងគ្រាន់តែដាក់យើងគ្រាន់តែ copy Windows ប្រភេទISO ទាំងពីរហ្នឹងចូលទៅក្នុង flash ដែលយើង convert រួចហើយអូខេខ្ញុំ copy អូខេខ្ញុំ right click and paste គឺវិធីងាយមែនតើអញ្ចឹងយើងរងចាំរហូតដល់ចប់ទៅ
អូខេនេះfile ទៅបានcopy ចូលទៅក្នុងflash យើងដែលប្រកម្មវិធី Wintoy រួចរាល់ហើយអញ្ចឹងនៅពេលដែលយើង boot វានឹងមានជា menu ជាជំរើសឲ្យយើងមានយើងជ្រើសរើសយក Windows 10 ឬក៏ Windows 11 អូខេការបង្ហាញតាក់ទងជាមួយនឹងវិធីបង្កើត USB flash ជាមួយនឹង Wintoy ទៅបានបញ្ចប់អរគុណបាយបាយ